នាងជាទីមេត្រីអ្នកនយោបាយចាស់រក្សាដែលធ្លាប់ដណ្ដើមសន្លឹកឆ្នោតក្នុងការប្រកួតកាលពីអាណត្តិទី1ឆ្នាំ1993គឺសម្ដេចក្រមព្រះនរោត្តម រណរដ្ឋបានយាងចូលក្នុងឆាកនយោបាយឡើងវិញចាដោយព្រះអង្គបានបដិញ្ញាចិត្តយ៉ាងមុតមមដឹកនាំគណៈបរិជានិយមហ៊ុនស៊ិនប៉ិចម្ដងទៀតបើទោះបីជាព្រះអង្គធ្លាប់រងការបណ្តេញចេញពីបកក៏ដោយការយាងចូលក្នុងឆាកនយោបាយវិញរបស់សម្ដេចក្រមព្រះនេះហាក់ដូចជាមិនធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកតាមដានស្ថានភាពនយោបាយនោះឡើយចាស់ក្រុមអ្នកវិភាគលើកឡើងថាព្រះអង្គនឹងមិនអាចធ្វើឲ្យស្ថានភាពប្រទេសកម្ពុជាបានល្អប្រសើរនោះទេលោកទីនសក្ការយាមានសេចក្តីរាយការណ៍អំពីរឿងនេះអតីតនាយករដ្ឋមន្ត្រីទី1សម្ដេចក្រមព្រះនរោត្តម រណរដ្ឋគឺជាតួអង្គដ៏សំខាន់នៅក្នុងការដឹកនាំគណៈបកហ៊ុនស៊ិនប៉ិចក្នុងការប្រកួតប្រជែងជាមួយគណៈបកប្រជាជនកម្ពុជាកាលពីអាណត្តិទី1រហូតដល់ដណ្ដើមបានជ័យជំនះតែក្រោយមកគណៈបកហ៊ុនស៊ិនប៉ិចបានថយសម្លេងឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិរហូតដល់បាត់សម្លេងនៅអាណត្តិទី5នេះសម្រាប់ការបោះឆ្នោតនៅពេលខាងមុខគណៈបកហ៊ុនស៊ិនប៉ិចបានយាងសម្ដេចក្រមព្រះនរោត្តម រណរដ្ឋឲ្យមកដឹកនាំគណៈបកនេះឡើងវិញក្រោយពីបណ្ដេញព្រះអង្គចេញពីគណៈបកនោះការយាងចូលក្នុងឆាកនយោបាយឡើងវិញរបស់សម្ដេចក្រមព្រះដែលព្រះអង្គធ្វើជាប្រធានគណៈបកហ៊ុនស៊ិនប៉ិចនេះត្រូវបានក្រុមអ្នកវិភាគលើកឡើងថាព្រះអង្គហាក់ដូចជាយឺតពេលក្នុងការស្ដារគណៈបកនេះឡើងវិញសាស្ត្រាចារ្យសរសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងជាអ្នកវិភាគសង្គមលោកហែមកុយមានប្រសាសន៍ថាការយាងត្រឡប់ចូលឆាកនយោបាយវិញរបស់សម្ដេចក្រមព្រះអង្គនឹងមិនអាចធ្វើអ្វីៗបានសម្រាប់ប្រទេសជាតិនោះទេម្យ៉ាងទៀតការដណ្ដើមយកប្រជាប្រិយភាពពីប្រជាពលរដ្ឋឲ្យមកគាំទ្រព្រះអង្គនោះក៏មានការលំបាកដែរសំខាន់ត្រង់ថាអ្វីដែលព្រះអង្គចង់ធ្វើនោះវាមិនអាចធ្វើទៅរួចសោះព្រះអង្គមានអំណាចពេញលេញទាំងកងទ័ពទាំងអ្វីទាំងអស់នៅព្រះអង្គធ្វើមិនកើតចុះទៅអំឡុងដែលព្រះអង្គគ្មានអ្វីសោះនៅក្នុងដៃទាំងប្រជាប្រិយទាំងទ័ពទាំងអ្វីទាំងអស់នោះតើព្រះអង្គធ្វើអ្វីកើតទេហើយយើងដឹងហើយថាមុនការបោះឆ្នោតឆ្នាំ1993ព្រះអង្គបានសន្យាខ្លាំងណាស់ជាពិសេសគឺសន្យាលុបសិទ្ធិសញ្ញាក្នុងទោស80ឆ្នាំទី2ការដោះស្រាយបញ្ហាអន្តោប្រវេសន៍ទី3ការលុបបំបាត់អំពើពុករលួយសរុបមកទាំងអស់ការចងសម្ព័ន្ធភាពរវាងលោកញឹកប៊ុនឆៃនិងសម្ដេចក្រមព្រះនរោត្តម រណរដ្ឋនៅពេលនេះមិនមែនជាលើកទី1នោះទេបន្ទាប់ពីមានការបែកបាក់ថ្នាក់ដឹកនាំហ៊ុនស៊ិនប៉ិចនោះគណៈបកហ៊ុនស៊ិនប៉ិចនិងគណៈបកនរោត្តម រណរដ្ឋបានចងសម្ព័ន្ធភាពគ្នារវាងភាគីលោកញឹកប៊ុនឆៃនិងសម្ដេចក្រមព្រះនរោត្តម រណរដ្ឋកាលពីមុនបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ2012ដោយមានការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលធ្វើឡើងនៅវិមានសន្តិភាពប៉ុន្តែសម្ព័ន្ធភាពរវាងលោកញឹកប៊ុនឆៃនិងសម្ដេចក្រមព្រះនេះបានរយៈពេលខ្លីក៏បែកបាក់គ្នាជាថ្មីម្ដងទៀតរហូតដល់សម្ដេចក្រមព្រះបានប្រកាសថាព្រះអង្គឈប់ធ្វើនយោបាយក៏ប៉ុន្តែនៅក្នុងបរិបទនយោបាយនៅពេលនេះព្រះអង្គលែងគិតពីអតីតកាលហើយសម្ដេចក្រមព្រះនរោត្តម រណរដ្ឋព្រះអង្គមានប្រិយបន្ទល់ថាព្រះអង្គមិនចង់លើកពីរឿងអតីតកាលអំពីការបែកបាក់គណៈបកហ៊ុនស៊ិនប៉ិចកាលពីមុនទេតែព្រះអង្គបញ្ជាក់ថាវត្តមានរបស់ព្រះអង្គនៅក្នុងឆាកនយោបាយឡើងវិញនៅពេលនេះក្នុងគោលបំណងធំគឺបង្រួបបង្រួមអ្នករាជានិយមគោលដៅរបស់ខ្ញុំមានតែមួយគត់ប្រម៉ែប្រមូលសម្លេងអ្នករាជានិយមអ្នកសីហនិយមដែលជាសម្លេងរបស់ខ្ញុំអាណិតមេត្តាមើលណាដោយសារយើងបែកបាក់គ្នាណាយើងនឹងមានតែអ្នករាជានិយមសីហនិយមមានគណៈបក1គណៈបក2ហ្នឹងហើយបានតែវាលាក់ហ្នឹងសម្ដេចក្រមព្រះនរោត្តម រណរដ្ឋព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី1នៅក្នុងអាណត្តិបោះឆ្នោតលើកដំបូងតាមបែបប្រជាធិបតេយ្យនៅឆ្នាំ1993នៅក្នុងអាណត្តិទី2ឆ្នាំ1998វិញនៅពេលនោះគណៈបកហ៊ុនស៊ិនប៉ិចបានបាត់បង់អ្នកគាំទ្រគឺនៅសល់តែ44អាសនៈទេការធ្លាក់ចុះនេះដោយសារតែការបែកបាក់ផ្ទៃក្នុងរបស់ហ៊ុនស៊ិនប៉ិចដូចជាមន្ត្រីជាន់ខ្ពស់គណៈបកហ៊ុនស៊ិនប៉ិចតែបង្កើតគណៈបកផ្សេងមានលោកអឹងហួតនិងលោកសំរងស៊ីជាដើមក្រៅពីនោះទៀតក៏មានអ្នកខ្លះរត់ទៅចោះចូលជាមួយគណៈបកប្រជាជនកម្ពុជានៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះវិញការយាងចូលមកបង្រួបបង្រួមអ្នករាជានិយមរបស់សម្ដេចក្រមព្រះនេះអ្នកវិភាគបញ្យល់ថាវាមិនងាយស្រួលដោយដែលព្រះអង្គមានប្រិយបន្ទល់នោះទេលើពីនេះទៀតអ្នកវិភាគអះអាងថាការយាងចូលក្នុងឆាកនយោបាយអាចថាជាល្បែងនយោបាយរបស់គណៈបកណាមួយនៅពីក្រោយខ្នងរបស់ព្រះអង្គតែប៉ុណ្ណោះអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោកមនិតសុកទូចមានប្រសាសន៍ថាការយាងត្រឡប់មកដឹកនាំគណៈបកហ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រមព្រះឡើងវិញនេះនរណាក៏ដឹងដែរថាគណៈបកហ៊ុនស៊ិនប៉ិចនឹងមិនអាចដណ្ដើមជ័យជំនះបានទេនៅក្នុងការបោះឆ្នោតនីតិកាលទី6ខាងមុខក៏ប៉ុន្តែអ្វីដែលជំរុញឲ្យព្រះអង្គយាងមកធ្វើជាប្រធានគណៈបកហ៊ុនស៊ិនប៉ិចឡើងវិញនេះអាចថានៅពេលខាងមុខគណៈបកហ៊ុនស៊ិនប៉ិចនឹងទទួលបានអាសនៈមួយចំនួននៅក្នុងរដ្ឋសភា
ដើម្បីចាប់ដៃគូជាមួយគណៈបកប្រជាជនកម្ពុជានៅក្រៅពេលបោះឆ្នោតជៀសវាងមានការជាប់គាំងនយោបាយដោយកាលពីឆ្នាំ 2013 គាត់និយាយថាគាត់មិនអាចចោលគណៈបកប្រជាជនទេពីព្រោះមានតាំងពីតកូណាមកមានតាំងពីអីមកតែបើក្តាំមុនព្រះអង្គទូទីង្គត់នឹងត្រូវតែចាប់ដៃគណៈបកប្រជាជនតែកន្លែងហ្នឹងគឺមិនចង់យកគណៈបកប្រជាជនជាផ្ទាំងសិទ្ធិហើយបើមិនពីគាត់អត់យកគណៈបកប្រជាជនជាផ្ទាំងសិទ្ធិទេខ្ញុំគិតថាគាត់នឹងលំបាកនឹងទទួលចំណេញច្រើនណាស់ពីព្រោះយើងដឹងថាគណៈបកដែលមានចំនួនគ្រប់គ្រងកាន់តែច្រើននៅពេលដែលយកគណៈបកកាន់អំណាចធ្វើជាដៃគូលោកបណ្ឌិតសុកទូចបន្ថែមថាការយាងចូលក្នុងឆាកនយោបាយរបស់សម្ដេចក្រមព្រះនេះហាក់គ្មានយុទ្ធសាស្ត្រអ្វីថ្មីក្រៅពីយកកេរមរតករបស់អតីតព្រះមហាក្សត្រមកបង្ហាញប្រជាពលរដ្ឋនោះទេលោកបញ្ជាក់ថាគណៈបកហ៊ុនស៊ិនប៉ិចនឹងមិនធ្វើឲ្យមានការប្រែប្រួលសម្រាប់ស្ថានភាពនយោបាយនៅកម្ពុជានោះឡើយគាត់ប្រើនយោបាយចាក់ដែរតែថានយោបាយស៊ីកេនយោបាយលុកកេងដែរម៉ាត់ណាឃ្លាណាក៏អត់មានអីថ្មីទេគឺមានតែយកអតីតរបស់គេហៅថាព្រះមហាក្សត្រនរោត្តមសីហនុនឹងធ្វើជាសមិទ្ធផលរបស់ខ្លួនគាត់មានបានបង្កើតសញ្ញាទៅในអនាគតថាតើទៅធ្វើយ៉ាងដូចម្ដេចការអនុវត្តប្រទេសជាតិយ៉ាងដូចម្ដេចដើម្បីឲ្យប្រទេសនោះមានការរីកចម្រើនគឺយកតែពីស្នាដៃសារប្រព័ន្ធរបស់ប្រមាណរបស់គេនោះអញ្ចឹងគាត់ស៊ីគេអីក្រៅពីនេះទៀតអ្នកវិភាគសង្កត់ធ្ងន់ថាការប្រម៉ែប្រមូលអ្នករាជានិយមរបស់សម្ដេចក្រមព្រះនេះនឹងមិនទទួលបានជោគជ័យនោះទេពីព្រោះថាអតីតរបស់មន្ត្រីហ៊ុនស៊ិនប៉ិចមួយចំនួនបានទៅចាក់ឫសយ៉ាងជ្រៅនៅក្នុងគណៈបកប្រជាជនកម្ពុជានិងនៅគណៈបកសង្គ្រោះជាតិឡាអ្នកខ្លាំមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតកែមលីមានប្រសាសន៍ថាគណៈបកហ៊ុនស៊ិនប៉ិចបើចង់ធ្វើកំណែតម្រង់ប្រមូលអ្នករាជានិយមនោះគឺត្រូវធ្វើកំណែតម្រង់តាំងពីអាណត្តិទី2ឆ្នាំ1998មកម្លេះពីព្រោះនៅពេលនោះគណៈបកនេះបានបាត់បង់អ្នកគាំទ្រយ៉ាងច្រើននិងមានការបែកបាក់ផ្ទៃក្នុងតែឥឡូវនេះទោះបីជាមានវត្តមានសម្ដេចក្រមព្រះក៏មិនអាចស្ដារគណៈបកហ៊ុនស៊ិនប៉ិចឡើងវិញបានដែរជារួមយើងនិយាយពីស្លឹកយើងនិយាយពីធីកចោលហើយយើងរត់មកគប់យើងនិយាយពីរឿងព្រេងវិញរឿងខ្មែរយើងនិយាយថាខ្មោចខែទៅទៅបានខែខ្មោចមកវិញខ្ញុំគិតថាมันទទួលបានលទ្ធផលច្រើនទេវាលែងតែគាត់ក្រុមចាស់ហ៊ុនស៊ិនប៉ិចនឹងខ្លាយទៅជាប្រតិចាគណៈបកហើយជ្រើសរើសនៅអ្នកនយោបាយដែលជារាជវង្សានុវង្សវ័យក្មេងមានចំណេះដឹងមានការអប់រំទោះមានសិលធម៌ហើយអត់ទាន់ប្រឡាក់ប្រឡូសក្នុងនយោបាយឈាមថ្មីដណ្ដងអានឹងអាចនឹងទទួលបានខ្លះប៉ុន្តែมันអាចធ្វើឲ្យមានការប្រែប្រួលក្នុងឆាកនយោបាយហ្នឹងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី6មករាសម្ដេចក្រមព្រះនរោត្តមរណរដ្ឋនៅតែមានជំនឿយ៉ាងមុតមាំថាព្រះអង្គនឹងអាចប្រមូលអ្នករាជានិយមឲ្យមកគាំទ្រគណៈបកហ៊ុនស៊ិនប៉ិចវិញបានក៏ប៉ុន្តែបញ្ហាជាក់ស្ដែងនោះអាស្រ័យលើប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តនៅពេលបោះឆ្នោតខាងមុខក្រៅពីនេះទៀតសម្ព័ន្ធភាពឬការចាប់ដៃគ្នាឡើងវិញរវាងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋនិងលោកញឹកមុនឆៃនេះថាតើនឹងរឹងមាំក្នុងកម្រិតណានៅពេលខាងមុខនោះគេក៏មិនទាន់ដឹងនៅឡើយពីព្រោះថាអ្នកទាំងពីរធ្លាប់មានបទពិសោធន៍ម្ដងរួចហើយក្នុងការចាប់ដៃគ្នាដើម្បីកសាងហ៊ុនស៊ិនប៉ិចឡើងវិញក៏ប៉ុន្តែការចាប់ដៃគ្នានេះមិនបានរយៈពេលយូរនោះទេក៏លែងគ្នាវិញនៅកណ្ដាលទីនៅមុនពេលការប្រកួតក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2012នោះខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញ